ជាពលរដ្ឋខ្មែរមួយចំនួនគាត់ដូចថាមានគំនិតរបៀបថាអត់សូវចូលចិត្តថៃអានេះខ្ញុំគិតថាផ្នែកគំនិតហ្នឹងវាកើតឡើងដោយសារប្រវត្តិសាស្ត្រយើងរៀនពីសាលាមកគឺយើងបានដូចថាដឹងថាក្រោយសម័យអង្គរមកសៀមគាត់ធ្វើការឈ្លានពានអីអញ្ចឹងហើយរហូតដល់ការបាក់បែកក្រុងអង្គរបន្ទាប់មកទៀតសម័យលង្វែករឿងសម័យលង្វែករឿងបកគោបកែវអីគឺអារឿងទាំងអស់ហ្នឹងយើងកើតឡើងមកធ្វើឲ្យតែយើងនឹកពាក្យថាថៃឬក៏សៀមយើងតែងតែគិតថាសៀមចោលចង់បានរបស់ខ្មែរអញ្ចឹងហើយដូចថានៅពេលថ្មីនេះនៅពេលដែលមានការច្បាំងគ្នារឿងប្រាសាទព្រះវិហារអញ្ចឹងកាន់ឲ្យធ្វើឲ្យគាត់មួយចំនួនហ្នឹងយល់ថាសៀមហ្នឹងគឺអញ្ចឹងមែនទំនាស់ខ្មែរថៃកើតឡើងដោយសារប្រវត្តិសាស្ត្រដែលបានបង្កឲ្យមានលក្ខណៈជាតិនិយមថ្មីនេះដូចជានៅក្នុងឆ្នាំ2003មានការដុតស្ថានទូតថៃនិងអគារពាណិជ្ជកម្មថៃផ្សេងៗក្នុងទីក្រុងភ្នំពេញទំនាស់នៅតាមបណ្ដោយព្រំដែនប្រាសាទព្រះវិហារដោយសារតែប្រាសាទព្រះវិហារបានដាក់ចូលទៅក្នុងបេតិកភណ្ឌពិភពលោកដោយកម្ពុជាក្នុងឆ្នាំ2008សម្រាប់ខ្ញុំគិតថាជនជាតិថៃគឺជាជនជាតិមិនល្អព្រោះគេតែងតែមើលងាយជនជាតិខ្មែរគេគិតថាខ្មែរខ្ជិលអត់ចេះធ្វើការងារអីនៅពេលដែលទៅធ្វើការងារអីមួយចឹងអត់ទៅធ្វើការនៅស្រុកខ្មែរតែរត់ទៅធ្វើការនៅស្រុកគេជាពិសេសគឺទៅប្រទេសថៃហើយមួយទៀតតកតងជាមួយនឹងប្រវត្តិសាស្ត្រគេតែងតែមើលងាយខ្មែរថាខ្មែរហ្នឹងយកទឹកដីរបស់គេទៅដើមប្រាសាទរបស់គេហើយមើលងាយជនជាតិថៃទៀត We really discriminate against each other because we don't really like the Cambodian people because of they are from a less developed country and also the border conflicts we have. And also they come into Thailand to take away the jobs. So if possible, we would avoid being or doing business with Cambodian people, and we would not really want to be friends with them. I think it's misleading to believe that Thais hate Cambodian and Cambodian hate Thai people. But it's true that from basically to 2009 to 2011, border conflicts may cause I will probably see negative feelings toward one another, but it's rather political discourse. ដូច្នេះហើយបានពួកយើងមានគម្រោងមួយមានឈ្មោះថាការស្វែងយល់ប្រវត្តិសាស្ត្រនិងជាតិនិយមទំនាក់ទំនងរវាងខ្មែរថៃហើយគម្រោងនេះមានគោលបំណងដើម្បីនាំយុវជនឲ្យមានការយល់ដឹងអំពីលក្ខណៈជាតិនិយមតើវាមានផលវិជ្ជមាននិងអវិជ្ជមានយ៉ាងណាខ្លះទៅលើទំនាក់ទំនងប្រទេសទាំងពីរក៏ដូចជាតំបន់អាស៊ានទាំងមូលហើយគម្រោងនេះមានការផ្ដល់ជាសិក្ខាសាលាផ្ដល់ជាការសិក្សាស្រាវជ្រាវការវិភាសាទាំងទីក្រុងភ្នំពេញនិងនៅក្នុងទីក្រុងបាងកក Historical perspectives and cultural embedded nationalism in the continued tensions between Thai and Cambodia. We hope to spur active civic participation in questioning prejudice that affect Southeast Asia society. About 500,000 on TV and say that interest to the Thai. Yeah, so much of it actually. Because that's basically where it goes. Has to be an ideation. I suffer sometimes the misunderstandings. But it makes sense. Maybe I agree that nationalism is because foreigners came in, so you see, because they got to. I think that the society បន្ទាប់ពីខ្ញុំ
បានជួបមួយគាត់ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំចូលចិត្តគាត់ជាងមុនដោយសារតែគាត់បានប្រាប់នៅអ្វីដែលថាខ្ញុំធ្លាប់គិតពីមុនពីភាពអវិជ្ជមានប៉ុន្តែនៅពេលដែលគាត់ប្រាប់ខ្ញុំពីរឿងរ៉ាវកន្លងមកខ្ញុំគិតថាខ្ញុំចូលចិត្តគាត់កាន់តែច្រើនព្រោះថាគាត់បង្ហាញពីប្រវត្តិសាស្ត្រមួយដែលខ្ញុំមិនធ្លាប់ដឹងនិងមួយទៀតគាត់មានន័យថាការគិតរបស់គាត់មានលក្ខណៈកណ្ដាលមិនលំអៀងទៅខាងណាមានលក្ខណៈព្យាក្រឹតក្នុងលក្ខណៈជាអ្នក critical thinking និងអ្នកដែលមានចំណេះដឹងក្នុងការគិតពិចារណាស្ដីអំពីប្រវត្តិសាស្ត្រនិងទំនាក់ទំនងខ្មែរថៃ So taking part in this activity, I've met new Cambodian friends, and from engaging in discourse and discussions with them, I've learned that Cambodian people and Thai people, we don't actually have any problems against one another. We can learn to be friends. The problem is just that we haven't talked to each other for so long, haven't sat down and engaged in a close and genuine discussion. So the problem has been a problem of mutual understanding. ខ្ញុំគិតថាទាំងសងខាងយុវជនក៏ដូចជាប្រជាពលរដ្ឋទូទៅត្រូវយល់ថាចំនួននេះវាជាចំនួននយោបាយមិនមែនជាចំនួនជាតិនិងជាតិទេអញ្ចឹងទាំងអស់គ្នាត្រូវសិក្សាឡើងវិញហើយមើលកលេចមើលទៅគុណប្រយោជន៍ច្រើនជាងដោយថាការសហប្រតិបត្តិការគ្នាធ្វើចំនួនមួយគ្នាវាតែងតែចំណេញជាងការធ្វើសង្គ្រាមអញ្ចឹងសិក្សាពីប្រវត្តិសាស្ត្រឡើងវិញឈប់ប្រកាន់ថាខ្លួនឯងតែជាអ្នកត្រូវហើយអ្នកដទៃតែជាអ្នកខុសគឺយើងត្រូវគេហៅថាអត់មានអព្យាក្រឹតបើសិនជាខាងថៃគាត់ធ្វើខុសអាហ្នឹងប្រជាជនថៃខ្លួនឯងក៏គួរតែទទួលស្គាល់ថាអាហ្នឹងគាត់ធ្វើខុសហើយខាងខ្មែរយើងក៏ចឹងដូចគ្នា In order to help Thai Cambodia to basically establish good relationships and has more communication with one another, I think the government of both countries need to stop politicizing the issue or the border issues. And at the level of people contact, NGO, governments, educational institutions and so on need to introduce or start more exchange programs to bring Thai and Cambodian students together because I believe friendship transcends national border. ហើយយើងសង្ឃឹមថាគម្រោងនេះនឹងនាំយុវជនឲ្យស្វែងយល់និងស្វែងរកនៅដំណោះស្រាយមួយដើម្បីធ្វើយ៉ាងណាកាត់បន្ថយនៅលក្ខណៈជាតិនិយមនៅក្នុងតំបន់អាស៊ានយើងនេះទាំងមូល